ត្រីតូចនោះគ្រាន់តែវាដោយធម្មតាសម្រាប់ដៃមួយហើយវាបានចាប់ផ្ដើមនៅវិនាទីបន្ទាប់ខ្ញុំបានរញ្ជួយប៉ុន្តែអ្នកបម្រើនៅតែរឹងមាំនេះបានប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះដើម្បីជួយសង្គ្រោះបុរសជើងហ្វាយនៅក្នុងបន្ទប់ពួកគេបានរៀបចំគ្នាដោយសម្ងាត់ពេលឃើញរញ្ជួយដេញនាងពួកគេមិនមានពេលស្លៀកពាក់សម្លៀកបំពាក់របស់ខ្ញុំចាប់ដើមរត់ចេញប៉ុន្តែខ្ញុំទៅចុះពីលើកន្លែងដែលអ្នកបម្រើត្រូវបានគេអ្នកបម្រើបានប្រញាប់ប្រញាល់ចូលទៅឆាប់ដោយច្របូកច្របល់បែបនេះបានធ្វើឲ្យរចនាមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំងដូច្នេះហើយនាងបានរត់ត្រឡប់មកវិញនៅលើគ្រែភ្លាមនោះមូសនៅលើគ្រែតង់នោះស្រាប់តែដួលរំភ្លាមក្រឡេកមើលអរិយាបថដ៏អាក្រក់របស់អ្នកទាំងពីរដាងជាសាធារណៈដោយគ្មានកន្លែងពេលក្មេងស្រីតូចនោះចង់ឲ្យគេដឹកសាឌីដែលបានក្បត់ម្ដាយរបស់គាត់បានមានអារម្មណ៍ខ្វះណាស់ដើមឡើយនាងជាអ្នកបម្រើរបស់ឡានក្រសួងពុករបស់កេសាបានជាបណ្ដេញអ្នកបម្រើប្រុសចេញហើយគាត់ក៏ចាប់ឡើងវិញឯងប្រពន្ធប្រពន្ធនិងកូនស្រីនេះដូច្នេះនៅក្នុងម្ដាយរបស់ពួកគេពេលស្ត្រីនោះឡើងទៅលើភ្នំដើម្បីអធិស្ឋានសូមប្រជែងនឹងបានរកសាហាវប៉ុន្តែតាមផ្លូវគ្រូជីបានវង្វេងផ្លូវពុកបរោះសួនមិនដែលចាញ់បានប្រកោសម្បត្តិរបស់ក្មេងស្រីតូចគ្រាន់តែទេបានធ្លាក់ពីលើច្រាំងថ្មចោលពេលមានវិបត្តិភ្លាមក្មេងស្រីនោះក៏ការដាក់មន្តអាគមដើម្បីបង្កើតខែការពារដោយសារតែអំណាចវេទមន្តខ្សោយការការពាររកបាន3ខ្ទេចភ្លាមហើយម្ដាយនិងកូនស្រីវាធ្លាក់ហើយចៃដល់នៅបុកមួយបរោះក្មេងស្រីតូចយោងទៅតាមបរោះដោយផ្អែកលើរូបរាងរបស់គាត់ខ្ញុំដឹងភ្លាមថាគាត់គឺជាការនៃកងអង្គរឯកសន្តានចំនៅក្នុងលោកភើនាងបានស្គាល់មនុស្សពេញវ័យនោះភ្លាមត្រូវពុះពីខំដូច្នេះទុកឲ្យវាទៅម៉ាក់បានទៅយកទឹកមកផឹកដោយឆ្លៀតឱកាសនោះសំថ្នាំវេទមន្តមួយគ្រាប់ហើយឲ្យវាស៊ីវាបានចូលទៅក្នុងមាត់របស់ព្រះអម្ចាស់គ្រាន់តែស្ត្រីនោះកំពុងឲ្យគាត់ផឹកនៅពេលនោះលោកហ្វូបានភ្ញាក់ឡើងនាងគិតថាស្ត្រីមានអារម្មណ៍ចំពោះនាងម៉ាលីក្មេងស្រីតូចបាននិយាយថាវាជារបស់នាងដល់ពេលនោះលោកហ្វូក៏ដោះលែងគាត់បានប្រគល់ដៃឲ្យពួកគេហើយបង្ហាញការដឹងគុណរបស់គាត់បន្ទាប់មកលោកហ្វូបាននាំម្ដាយទាំងពីរនាក់ស្ត្រីនោះត្រូវបាននាំត្រឡប់ទៅផ្ទះវិញហើយស្ត្រីនោះដោយបានប្រឡងខ្លាំងគាត់ហ៊ានអូនត្អែប្រាប់ប្តីរបស់អ្នកយ៉ាងហោចណាស់អ្នកផ្ទាល់គាត់ក៏ជាភរិយារបស់អនុរដ្ឋមន្ត្រីក្រសួងជំនុំផងដែរដោយមិនបានរំពឹងទុកពួកគេកំពុងត្រូវបានតាមប្រតែនាងមិនដែលរំពឹងថាប្តីរបស់នាងគឺជាមេគំនិតនៅពីក្រោយរឿងទាំងក្មេងស្រីនោះបានប្រាប់គាត់ពីការពិតភ្លាមជាការពិតណាស់ស្ត្រីនោះមិនជឿវាទេគឺក្មេងស្រីតូចនោះនាងក៏បាននិយាយផងដែរថានាងដឹងហើយថាពួកគេតែត្រូវបានចោទប្រកាន់ពីបទការជាការប្រឆាំងជាមួយក្រុមគ្រួសារជីតាខាងម្ដាយនោះថែមទាំងការស្ដីបន្ទោសនិយាយមិនសមហេតុផលសូម្បីតែក៏ដោយពួកគេគិតថានាងឈឺហើយមានក្រុមក្តារវាបានឡើងដល់ក្បាលក្មេងស្រីនោះបាននិយាយថានាងសុបិនអំពីអក្សរបានប្រាប់នាងថាវាអាចធ្វើបានដោយមិនចាំបាច់តាំងទេស្ត្រីនោះនៅតែមិនជឿក្មេងស្រីនោះបានប្រាប់គាត់ឲ្យចាក់ឥឡូវនេះប៉ាមិនបាននៅក្នុងថ្នាក់រៀនទេប៉ុន្តែជាមួយស្ត្រីដទៃទៀតនៅក្នុងម្ដាយរបស់ពួកគេនៅលើគ្រែទោះបីជាគាត់មិនជឿក៏ដោយក៏គាត់នៅតែទៅខ្ញុំបានសម្លឹងមើលវាហើយប្រកាសណាស់វាជាកូនស្រីនិយាយដូចគ្នាប្តីនឹងស្រីក្រៅអ្នកបម្រើកំពុងធ្វើអ្វីដែលគួរឲ្យខ្មាស់អៀននាងបានខ្ទប់មាត់ដោយភ្ញាក់ផ្អើលទឹកភ្នែកបានហូរចុះមកលើមុខខ្ញុំដោយមិនអាចនាងបានទៅរកប្តីដោយកំហឹងដើម្បីស្វែងយល់ពីមូលហេតុពិតប្រាកដក្មេងស្រីនោះបានឆ្លើយតបភ្លាមថាសម្ដីរបស់កូនស្រីគាត់ធ្វើឲ្យគាត់ស្រឡាំងកាន់ភ្ញាក់ពីដំណេកដូច្នេះគាត់ក៏រៀបចំខ្ចប់របស់របស់អ្នកជួយយកកូនស្រីរបស់បានត្រឡប់ទៅផ្ទះឪពុកម្ដាយរបស់ក្មេងស្រីនោះបានត្រៀមខ្លួនដាក់ទុនកៅពីឪពុករបស់ជីយ៉ានិយាយរួចហើយតាំងពីដំបូងមកខ្លួនឯងក៏ខ្លាចជាអេក្រតែនៅពេលដែលស្ត្រីនោះរៀបចំរបស់ពេលលោកខាងលិចចេញមកគាត់បានឃើញទ្វារត្រូវបានចាក់បន្ទាប់មកក្មេងស្រីតូចនោះបានស្រមៃថាសទ្វារស្ត្រីនោះបានស៊ីវាដោយភ្ញាក់ផ្អើលនាងបានសួរគាត់ថាតើគាត់អាចមួយរឿងនេះក្មេងស្រីនោះបានកុហកហើយនិយាយថាវាក៏ជាសម្បត្តិមួយពីខ្ញុំរឿងនេះបន្ទាប់មកម្ដាយនិងកូនស្រីបានចេញទៅខាងទីសាធារណៈស្ត្រីនោះបាននាំប្តីរបស់នាងទៅចេញគូតែត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិត្រូវបានក្រាបទៅឪពុកហើយក្នុងរយៈពេលតិចជាមួយព្រះអធិរាជនឹងនាំមនុស្សមកតាមពេលវេលាបានឲ្យប្លន់ផ្ទះប៉ុន្តែឪពុកគ្រាន់តែមិនជឿវាគេថាសពថ្ងៃកូនប្រសានៅក្នុងតុលាការនៅតែនិយាយរឿងល្អជាច្រើនអំពីខ្លួនគាត់ដោយឃើញថាពួកគេមិនជឿនាងក្មេងស្រីតូចនោះខ្ញុំមានគំនិតមួយចៅហ្វាយនីពិតណាស់សារមួយត្រូវបានរកឃើញសម្បត្តិសម្ងាត់របស់ស្ត្រីក្បត់ប្រទេសនេះគឺវាជាមិនអាចទៅរួចទេប្រសិនបើវាធ្លាក់ទៅក្នុងដៃរដ្ឋាភិបាលរបស់អ្នកស្រីនោះបានបន្តនិយាយថាបីខ្ញុំធ្លាប់នៅទីនេះដូច្នេះហើយទើបខ្ញុំនៅទីនេះដើមទំពាំងបាយជូរគ្រីមស្វិតមួយនិងដើមជាកំពុងធ្វើអ្វីនៅទីនេះបរិសុទ្ធចំណាស់ឈប់មួយសន្ទុះពេលលើកូនស្រីស្ទាក់មួយបានហូរចេញមកលើថ្ងាសរបស់ស្ត្រីនោះបានជំរុញឲ្យគាត់ចាក់ចេញភ្លាមបើមិនដូច្នោះទេវានឹងយឺតពេកហើយតែលោកម្ចាស់បានទទូចថាលោកគ្មានទោសទេដែលបានតែទៅជួបអធិរាជជាបន្ទាន់ស្ត្រីរូបនេះបានអះអាងថាចាប់តាំងពីសង្ស័យបានកើតឡើងរួចហើយដូច្នេះវាឃើញអ្នកអាចទៅចៅហ្វាយក៏បានបញ្ជាឲ្យពេចខ្ចប់របស់អ្នកហើយរៀបចំភ្លាមបានរត់គេខ្លួនពេញមួយកូនស្រីខ្ញុំគិតថានាងមិនអាចយល់សេរីដូច្នេះគាត់បានកុហកហើយនិយាយគាត់បានទៅទីធ្លាខាងក្រៅហើយរត់ចេញភ្លាមគាត់បានដើរទៅឃ្លាំងហើយរើសយកមួយដោយចៃដន្យបន្ទាប់មកគាត់បានចាក់ចោលរបស់មានតម្លៃទាំងអស់ត្រូវបានរសាត់បាត់ទៅហើយនៅពេលនេះកូនប្រសាបានដឹកនាំបុរសរបស់គាត់ឲ្យចូលទៅបុរសចំណាស់នោះពោពេញដោយកំហឹងគាត់បានហៅកូនប្រសារបស់គាត់ថាជាមនុស្សដែលមានបេះដូងជាមនុស្សល្មមខ្លាំងនៅតែព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវរបស់ខ្លួនដោយនិយាយថារបស់គាត់ការសត្វគ្រប់យ៉ាងគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេស្ត្រីរូបនោះបានបង្ហើបម្ដងទៀតថាគាត់បានតែសម្រាប់ប្រពន្ធនិងកូនស្រីរបស់ខ្លួនទីបំផុតបុរសល្ងងនោះក៏ឈប់ធ្វើពុតនិយាយថាគាត់មិនទាន់ល្ងងខ្លៅណាស់ព្រោះអ្នកដឹងរួចហើយខ្ញុំមិនប្រកាន់ទេក្នុងការប្រើប្រាស់អ្វីដែលគ្រួសារលះបានដោយខ្ញុំគាត់បានបញ្ជាឲ្យនាំឪពុកក្មេករបស់គាត់ទៅកាត់
យកគ្រូសាមួយចុះមកហើយណែនាំអ្នកយាមកំពុងស្វែងរកពូស្តាងនៅក្នុងទីធ្លាប៉ុន្តែគាត់បានក៏សម្គាល់ឃើញដើមឈើមកពីខាងក្រោមត្រូវបានរកឃើញពួកគេបានចេញមកបងប្រុសបង្កើតរបស់ខ្ញុំបាននិយាយថាប្រសិនបើគាត់ស្តាងគឺស្មានបានការបោកបញ្ឆោតទៅឪពុកក្មេករបស់អ្នកបានប្រាប់ពួកគេឲ្យចេញពីទីនេះចេញពីកោសាលាវហើយត្រូវបានរំលោភបំពានគាត់ត្រូវបានទាត់ទៅលើដីយ៉ាងខ្លាំងហើយបន្ទាប់មកដៃរបស់អធិរាជត្រូវបានដកចេញគ្រាន់តែគាត់ធៀបនឹងដកដៅចេញហើយការនាងតូចនៅជាមួយឪពុកក្មេករបស់នាងស៊ីស៊ីស៊ូបានគូដៃរបស់គាត់ចែវនៅក្នុងរឿងប៉ុន្តែមនុស្សថោកទាបនោះមានគាត់បានរៀបចំហើយយកមួយទៀតចេញបិទលិខិតសម្ងាត់ដែលចាប់ប្រកាន់ស្ត្រីពីបទលេខានៅលើវាគឺជាភរិយារបស់គាត់ស្ត្រីនោះមិនដែលរំពឹងថានឹងមានឈ្មោះទេពិតជាខូខើណាដើម្បីដាក់កំហុសលើអ្នកណាម្នាក់ដោយធ្វើដាក់សុំលើដើម្បីចូលទៅចិត្តស្ត្រីជនកំណាចនោះបានដកខ្លួនចេញភ្លាមគាត់បានបិទឯកសារលេងលះហើយបានលេងលះប្រពន្ធរបស់គាត់នៅនឹងថ្ងៃនោះខឹងចង់គាត់បានប្រយុទ្ធយ៉ាងអស់សង្ឃឹមប៉ុន្តែត្រូវបានគាត់បានទទួលការវាយដំយ៉ាងក្មេងស្រីតូចបានបញ្ចេញមុនអាក់ម្ដងទៀតគាត់បានបណ្ដេញអ្នកយាមចេញប៉ុន្តែមិននឹកស្មានដល់គាត់ត្រូវបានគាត់ជាអ្នកនៅពីក្រោយបង្គាត់តែត្រូវបានច្របាច់នៅទីសាធារណៈក្មេងស្រីនេះមិនអាចត្រូវបានសម្លាប់ដោយមន្តអាគមរបស់មនុស្សម្នាក់បើមិនដូច្នោះទេវានឹងជាការរបស់គាត់គ្មានជំរឿអ្វីក្រៅពីក្បត់សីលធម៌របស់គង់លើដីអង្គរសុំក្តីមេត្តាករុណាមនុស្សល្ងងនៅតែគ្មានបេះដូងគាត់បានបង្ខំស្ត្រីនោះឲ្យធ្វើអត្តឃាតក្រោយពីដោះលែងកូនស្រីរបស់គាត់ស្ត្រីរូបនោះបានលើកនឹងចាប់ខ្លួនឯងនៅពេលដ៏សំខាន់មួយគ្រាប់តែមួយគ្រាប់ដុំធ្មនុស្សបានធ្លាក់ចេញពីដៃរបស់គាត់ចូលសក់